Hello សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាំគ្រួសារទៅដើរលេងនៅខេត្តកែបដើរលេងអត់កម្រងយប់ឡើងបបួលគ្នាជំនុំគ្នាតិចតួចក៏ស្អែកឡើងត្រូវនៅថ្ងៃចុងសប្តាហ៍ក៏នាំគ្នាដាក់មកទ្រីបអញ្ចឹងណាបន្ទាប់តែយើងធ្វើដំណើរមួយសន្ទុះធំយើងក៏ដល់ភ្នំនៅខាងកំពង់ត្រាចហើយក៏ឈប់បត់ដៃបត់ជើងក៏ដូចជាថតរូបលេងអញ្ចឹងណាដោយសារតែទីតាំងហ្នឹងគឺទេសភាពល្អខ្លាំងមែនទែននៅចំណុចដែលផ្លូវគេធ្វើសម្រាប់វាងផ្លូវចាស់ហ្នឹងគឺទេសភាពល្អខ្លាំងមែនទែនអញ្ចឹងអ្នកដែលជិះឆ្លងកាត់កន្លែងហ្នឹងកុំភ្លេចចុះថតរូបលេងដោយសារតែទេសភាពកន្លែងហ្នឹងគឺស្អាតខ្លាំងហើយក្រុមខ្ញុំក៏ទៅដល់ហ្នឹងក៏ចុះថតរូបលេងបន្តិចទៅបន្ទាប់ពីថតរូបហើយយើងក៏ធ្វើដំណើរទៅខាងបន្តទៅខាងមុខទៀតបន្ទាប់ពីយើងធ្វើដំណើរមួយសន្ទុះធំយើងក៏មកដល់ផ្សារក្តាមនៃខេត្តកែបដូច្នេះយើងចូលទិញក្តាមទិញបង្គាហើយពឹងឲ្យគេជួយស្រុះឲ្យហើយដើម្បីយើងយកទៅហូបនៅមាត់ឆ្នេរហើយនេះហើយគឺជាការដើរលេងដែលអត់មានកម្រងអត់មានផែនការអីទាំងអស់អញ្ចឹងយើងពេលដែលយើងធ្វើដំណើរហ្នឹងគឺយើងគិតផ្ដើពេលដែលគិតហើយបានយើងធ្វើអញ្ចឹងដូចវីដេអូនេះអញ្ចឹងដូចក្រុមខ្ញុំអញ្ចឹងចេញមកពីផ្ទះមកដល់ពេលជិះដល់ពាក់កណ្ដាលផ្លូវក៏គិតថាចូលទៅផ្សារក្តាមសិនដោយសារតែទិញគ្រឿងសមុទ្រមួយចំនួនដើម្បីយើងយកទៅអង្គុយហូបនៅមាត់ឆ្នេរហើយវីដេអូមកដល់ត្រង់ចំណុចនេះគឺយើងទិញហើយរួចរាល់អស់ហើយពុកម៉ែបងប្អូនក៏ឲ្យគេស្រុះហើយអស់ដែរហើយនឹងក៏ចូលទិញមឹកអាំងហើយដែរបន្ទាប់មកយើងកន្លែងនេះគឺយើងធ្វើដំណើរចេញហើយប៉ុន្តែបន្ទាប់ពីធ្វើដំណើរចេញក៏ឃើញមានគេលក់លីហាលហើយក៏ចង់សាកភ្លក់លីហាលនៅផ្សារក្តាមមើលថារសជាតិវាមិនដែរអញ្ចឹងណារសជាតិវាដូចលីហាលអ្នកខេត្តតាកែវយើងដែរអត់ហើយក៏នាំគ្នាទៅសាកទិញមកកំប៉ុងពីរអីចឹងទៅកំប៉ុងម៉ែtrời ơi ថ្លៃជាងស្រុកខ្ញុំទៀតអត់ហើយយកអត់ទៅណាអត់ទៅហឡូណាអត់ទៅអានោះអត់ទៅហ្មងទៅអត់ទៅទេអត់ទៅលេងហ្មងចានេះគេមកនេះតិចហ្នឹងបន្ទាប់ពីដែលយើងចូលផ្សារក្តាមទិញគ្រឿងសមុទ្រទិញអីរួចហើយយើងក៏ធ្វើដំណើរមកដល់ឆ្នេរកែបហើយនៅក្នុងវីដេអូនេះឃើញហើយបងទាំងអស់គ្នាអ៊ីចែគាត់ឈរបក់ដៃបេះនឹងឡានកិនមេជើងក៏គាត់មិនខ្លាចដែរដោយសារតែគាត់ចង់ឲ្យយើងចូលទៅកន្លែងគាត់អញ្ចឹងណាហើយយើងក៏បានអង្គុយហូបអាហារពេលថ្ងៃត្រង់នៅមាត់ឆ្នេរកែបហ្នឹងជួលកញ្ចុះគេបន្ទាប់ពីយើងហូបអីហើយរួចរាល់យើងក៏នាំគ្នាទៅងូតទឹកសមុទ្រពេលនោះម៉ោងប្រហែលជា2ដណ្ដប់ម៉ោង1ហើយពុកម៉ែបងប្អូនខ្ញុំមានអារម្មណ៍ថានៅថ្ងៃនោះគឺពួកខ្ញុំចាយពេលវេលាគឺមានន័យខ្លាំងមែនទែនដោយសារតែយើងចំណាយពេលមួយថ្ងៃដើរលេងឲ្យបានច្រើន Hello សួស្តីពុកម៉ែបងប្អូនអ្នកនរគ្នាបន្តពីយើងហូបអីហើយឥឡូវយើងមកគ្នាលេងទឹកពុកម៉ែបងប្អូនហើយតាមរយៈវីដេអូនេះដែរគឺខ្ញុំចង់ពឹងពុកម៉ែបងប្អូនដែលបានទស្សនារាល់វីដេអូនៅក្នុង page របស់ខ្ញុំកុំភ្លេចជួយចុច follow page របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីនិងដើម្បីឲ្យខ្ញុំនឹងមានទឹកចិត្ត
ក្នុងការផលិតវីដេអូបន្តបន្ទាប់និងរឿងមួយទៀតដែលសំខាន់សម្រាប់ខ្ញុំខ្លាំងមែនទែនគឺដើម្បីឲ្យខ្ញុំរកលុយបាននឹងគេពុកម៉ែបងប្អូនដោយសារតែតាំងតែពីបង្កើត page បង្កើត YouTube តាំងតែពីឃើញគេរកលុយបានតាំងពីដំបូងមកម្លេះគឺខ្ញុំមិនដែលទទួលបានអាលុយលើឱកាសនឹងគេទេដោយសារតែយើងធ្វើបានពាក់កណ្ដាលទៅគឺយើងបាក់ទឹកចិត្តយើងក៏បោះបង់វាទៅហើយពេលដែលយើងអង្គុយយើងក៏នឹកឃើញក៏យកវាមកធ្វើវិញទៅអញ្ចឹងទៅម្ដងនេះគឺបដិញ្ញាចិត្តថានឹងធ្វើវាឲ្យបានអញ្ចឹងតាមរយៈពុកម៉ែបងប្អូនគឺផ្ដល់កម្លាំងចិត្តឲ្យខ្ញុំគឺសូមជួយចុច follow ឲ្យខ្ញុំម្នាក់មួយផងក្រោយពីយើងងូតទឹកសមុទ្រហើយរួចរាល់អស់យើងក៏ជំនុំគ្នាទៀតដែរថាគួរតែទៅណាទៀតហើយក៏ដឹងថានៅឆ្នេរកែបហ្នឹងគឺមានកាហ្វេសែរ៉កហើយនិងកាហ្វេលើភ្នំប៉ុន្តែដោយសារតែកាហ្វេសែរ៉កវាយើងអាចយកឡានឡើងទៅដល់កន្លែងទីតាំងប៉ុន្តែបើកាហ្វេលើភ្នំយើងទៅឈប់ពាក់កណ្ដាលហើយបានយើងដើរទៅអញ្ចឹងគិតថាយើងទៅសាកកាហ្វេសែរ៉កបន្តិចទៅដោយសារតែយើងបានទៅដល់លើកែបហើយយើងកុំឲ្យរំលងកាហ្វេសែរ៉កអញ្ចឹងក៏នាំគ្នាឡើងទៅសាកកាហ្វេសែរ៉កហើយកាហ្វេសែរ៉កនេះដែរគឺបងប្អូនអ្នកដែលទៅដល់កែបហើយគឺគួរតែទៅសាកទៅដោយសារតែកាហ្វេនេះគឺមានរសជាតិឆ្ងាញ់ហើយទីតាំងក៏ល្អដែរទោះបីជាមានទីតាំងនៅលើភ្នំមែនប៉ុន្តែកន្លែងអង្គុយហូបក៏ដូចជាទេសភាពអីគឺស្អាតខ្លាំងមែនទែនហើយរឿងមួយទៀតនោះគឺទីតាំងនេះពេលដែលយើងអង្គុយផឹកកាហ្វេបដើរយើងអាចមើលទៅសមុទ្របដើរទទួលនៅខ្យល់បរិសុទ្ធបក់មករំភើយធ្វើឲ្យអារម្មណ៍យើងមានន័យថាស្រស់ថ្លាខ្លាំងមែនទែនកន្លែងនោះគឺខ្ញុំនិយាយថាបើសិនជាខ្ញុំទៅធ្វើការនៅទីតាំងនោះគឺកាហ្វេលើភ្នំក៏ដូចជាកាហ្វេសែរ៉កនេះហើយគឺជាកន្លែងធ្វើការរបស់ខ្ញុំដោយសារតែទៅដល់គឺមើលឃើញទីតាំងគឺចង់មានកុំព្យូទ័រមួយគ្រឿងយកការងារទៅអង្គុយធ្វើនៅទីតាំងនោះគ្រាន់តែគិតក៏មានក្តីសុខដែរពុកម៉ែបងប្អូនប៉ុន្តែអ្វីៗគ្រាន់តែជាការគិតរបស់យើងទេជាក់ស្ដែងគឺយើងមិនមានការងារនៅតំបន់នោះក៏ដូចជាខេត្តនោះទេគឺយើងមានការងារនៅស្រុកយើងនៅខេត្តយើងហើយបងប្អូនដែលចូលទស្សនានៅវីដេអូមួយនេះពិតជាឆ្ងល់ហើយថាហេតុអីក៏វីដេអូមួយនេះវែងម្លេះហេតុអីក៏មិនកាត់វាខ្លះទៅគឺខ្ញុំមានអារម្មណ៍ថាយើងទៅដើរលេងមួយថ្ងៃទោះបីជាយើងទៅច្រើនទីតាំងក៏ដោយយើងធ្វើវាមកវីដេអូទៅកុំឲ្យពុកម៉ែបងប្អូនសាំចេញដែលអញ្ចឹងណាហើយយើងទៅតែមួយថ្ងៃទេហើយខ្ញុំក៏បានដាក់តាមមកវីដេអូនេះទៅហើយវារៀងវែងតិចហើយពុកម៉ែបងប្អូនដល់តែខ្ញុំនិយាយអញ្ចឹងពុកម៉ែបងប្អូនថាចុះបើវែងហេតុអីក៏មិនកាត់យកតែចំណុចសំខាន់ល្អដាក់ចូលវីដេអូទៅប៉ុន្តែខ្ញុំគិតថាទី1ខ្ញុំធ្វើវីដេអូនេះទី1បង្ហោះឲ្យពុកម៉ែបងប្អូនទស្សនាហើយរឿងមួយទៀតគឺខ្ញុំថតវាដើម្បីជាអនុស្សាវរីយ៍ទៅថ្ងៃក្រោយទេដោយសារតែការដើរលេងវាមិនមានជាញឹកញាប់ទេសម្រាប់គ្រួសាររបស់ខ្ញុំគឺយូរយើងបានទៅដើរលេងម្ដងទេដោយសារតែយើងមានរវល់ការងាររៀងខ្លួនអញ្ចឹងណាហើយការទៅដើរលេងគឺមិនជាញឹកញាប់ដូចគេទេគឺរយៈពេលថាប្រហែលជាមួយឆ្នាំជាងហើយបានជុំគ្នាទៅដើរលេងនៅខាងកែបនេះហើយវីដេអូនេះដែរគឺខ្ញុំចង់កាត់ចំណុចសំខាន់ដែរប៉ុន្តែខ្ញុំគិតថារាល់ការថតរបស់ខ្ញុំគឺវាមានតម្លៃដោយសារតែយើងទី1យើងខំថតវាមកហើយទី1ទៀតដូចខ្ញុំបាននិយាយអញ្ចឹងវាជាអនុស្សាវរីយ៍ជុំគ្នាដើរលេងជុំគ្នាដូច្នេះពុកម៉ែបងប្អូនដែលទស្សនានៅវីដេអូខ្ញុំសូមកុំសាមអីហើយដូចខ្ញុំនិយាយដែរអញ្ចឹងកុំភ្លេចជួយចុច follow ផងដោយសារតែ follow របស់ខ្ញុំទៅបាន100ជាងទេនៅខ្វះច្រើនខ្លាំងមែនទែន
បន្ទាប់ក្រោយពីយើងបានឡើងទៅសាកកាហ្វេសែរ៉ក់ក៏ដូចជាដើរលេងនៅលើភ្នំហើយអីអស់យើងក៏បន្តសកម្មភាពយើងក៏គិតបន្តថាគួរតែទៅណាទៀតហើយយើងក៏ត្រូវរកគ្នាគឺមកខាងខេត្តកំពតដោយសារតែកន្លែងសេះសមុទ្រនេះគឺធ្វើឲ្យយូរហើយគេដើរលេងយូរហើយគេដើរលេងឆ្អែតអស់ហើយប៉ុន្តែក្រុមខ្ញុំក៏ដូចជាខ្ញុំផ្ទាល់តែម្ដងគឺមិនទាន់បានទៅលេងគេទេអញ្ចឹងយើងក៏និយាយត្រូវគ្នាគឺចេញពីខេត្តកែបឆ្ពោះទៅខេត្តកំពតតែម្ដងសំខាន់បំផុតនោះគោលដៅគឺឆ្ពោះទៅកន្លែងសេះសមុទ្រកន្លែងសេះសមុទ្របាញ់ទឹកអញ្ចឹងណាហើយយើងក៏បានថតរូបលេងនៅទីតាំងនោះហើយថ្ងៃនោះចុងសប្តាហ៍ប៉ុន្តែមិនមែនជាថ្ងៃបុណ្យទេអញ្ចឹងអ្នកដែលគាត់មកដើរលេងមិនសូវមានច្រើនអ៊ូអរកុះករណាទេអញ្ចឹងយើងងាយស្រួលនៅក្នុងការចតឡាននៅទីតាំងនោះនិងងាយស្រួលទៅដើរលេងខ្លាំងមែនទែនគឺខ្ញុំចូលចិត្តនៅទិដ្ឋភាពបែបនេះពេលដែលយើងទៅដើរលេងនៅថ្ងៃបុណ្យគឺមនុស្សច្រើនអ៊ូអរខ្លាំងអញ្ចឹងនៅក្នុងការរកចំណតរថយន្តអីផ្សេងៗគឺពិបាកខ្លាំងមែនទែនហើយនេះគឺជាចុងបញ្ចប់នៃការដើរលេងរបស់ក្រុមយើងខ្ញុំរយៈពេលមួយថ្ងៃពេញតែម្ដងពុកម៉ែបងប្អូននេះយើងត្រូវត្រឡប់ទៅឡានវិញដើម្បីធ្វើដំណើរឆ្ពោះទៅផ្ទះហើយប៉ុន្តែមុននឹងយើងទៅផ្ទះហ្នឹងយើងក៏មានចូលទៅទិញរបស់របរគ្រឿងហូបចុកមួយចំនួនដូចជាផ្លែទុរេនផ្លែអីហ្នឹងដើម្បីយកទៅផ្ទះទោះបីជាវីដេអូមួយនេះទោះបីជាការបង្កើតរបស់ខ្ញុំរាល់វីដេអូវាមិនសូវជាល្អខ្លាំងក្លានោះទេដោយសារតែយើងមិនមានជាទូរស័ព្ទដល់ល្អមានកាមេរ៉ាល្អថតដូចគេទេប៉ុន្តែអឺទោះបីរឿងមួយទៀតទោះបីជាថាវីដេអូមួយនេះរកថវិកាមិនបានដូចគេប៉ុន្តែនៅក្នុងអារម្មណ៍របស់ខ្ញុំគឺចង់ធ្វើវាដោយសារតែរាល់ការថតរបស់យើងគឺជាអនុស្សាវរីយ៍មួយរយៈពេលមួយថ្ងៃយើងបានធ្វើការចាយពេលវេលាដ៏មានតម្លៃរបស់យើងរយៈពេលមួយថ្ងៃហ្នឹងបង្ហោះទៅលើបណ្ដាញសង្គមហើយរយៈពេលមួយឆ្នាំក្រោយយើងនឹងឃើញវីដេអូហ្នឹងត្រឡប់មកវិញ